ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នានៅអត្ថប្រយោជន៍របស់ដើមរន្ទះបាញ់បាទចំពោះដើមរន្ទះបាញ់នេះផ្នែកដែលយើងយកទៅប្រើប្រាស់ធ្វើជាឱសថសម្រាប់ព្យាបាលជំងឺគឺយើងប្រើផ្កាយើងប្រើឫសនិងយើងប្រើស្លឹកចំពោះការព្យាបាលវិញឫសគេប្រើសម្រាប់ព្យាបាលឈឺឆ្អឹងឆ្អែងរបួសប៉ះទង្គិចក្អកធ្លាក់ឈាមរបេងសួតរាគមូលឬដូងបាតព្រាយក្រឡាភ្លើងចំពោះដើមវិញគេប្រើសម្រាប់ព្យាបាលធ្លាក់សរលាកស្បូនរដូវមកមិនទៀងស្បែកលឿងរលាកសន្លាក់ឆ្អឹងចុកខ្នងចំពោះស្លឹកគេប្រើសម្រាប់បុកបិទកន្លែងមានរបួសនិងរលាកទឹកក្តៅចំពោះផ្កាវិញគេប្រើសម្រាប់ព្យាបាលឬដូងបាតនិងជំងឺដេកមិនលូកចំពោះកម្រិតនៃការប្រើប្រាស់វិញគឺឫសនិងដើមគឺគេប្រើពី15ទៅ20ក្រាមសម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃចំណែកផ្កានិងស្លឹកគេប្រើពី10ទៅ30ក្រាមសម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃបាទនេះគឺជាអត្ថប្រយោជន៍របស់ដើមរន្ទះបាញ់បាទ